ស្ដីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមានចំណុចសំខាន់មួយដែលចង់យកបង្ហាញនៅក្នុង Laravel គឺការបង្កើត API បន្តមកយើងត្រូវការបង្កើត API ដោយការប្រើ comment ដែលយើងប្រើ comment បង្កើត project API ជាដំបូងខ្ញុំសូមបង្កើត project API មួយសិនហើយមុននឹងបាន project ហ្នឹងគឺយើងត្រូវទៅឡើងកម្មវិធីមួយចំនួននិងcomment line មួយចំនួនមុនពេលដែលយើង install Laravel Hello វា success ហើយជាបន្តខ្ញុំនឹងចូលទៅកាន់ file directory របស់ API example ហើយនឹងចូលទៅកាន់ code តែម្ដងដោយយើងប្រើ IDE Visual Studio code យកមកធ្វើការសរសេរដែលដំបូងហ្នឹងគឺយើងបើក terminal សិនដើម្បី run Laravel យើងដោយប្រើ command php artisan serveឥឡូវយើងបាន server run ហើយយើងចុច click control click ទៅលើហ្នឹងហើយយើងបើក terminal បើក callx ដើម្បីឃើញផ្ទាំង run របស់ php ឥឡូវជាដំបូងយើងចូលទៅមើល database របស់យើងដែល database យើងដំបូងគឺមានតែ3ហ្នឹងជា default របស់ Laravel ហើយបន្ទាប់យើងក៏បង្កើត migration ដែលខ្ញុំប្រើ command នេះគឺបង្កើត model វាតែម្ដងហើយបន្ទាប់មកក៏ដាក់ .m មានន័យថា migration គឺយើងបង្កើត model មួយដែលមានឈ្មោះ product ហើយនឹង .m នៅចុងកន្ទុយមានន័យថាយើងបង្កើតទាំង model ទាំង migration គឺវា auto ឲ្យយើង generate ឲ្យយើងពីនឹងតែម្ដងតោះនេះគឺខ្ញុំសរសេរទៅលើ model ដែលខ្ញុំប្រើ use has factoryកន្លែងហ្នឹង factory ដើម្បីយើងសរសេរ API បន្តមកគឺយើងសរសេរ protect យើងយក protect field ក៏បានក៏យើងអាចសរសេរមួយទៀតគឺ protected dollar table មានន័យថាយើង protected ទៅលើ table របស់យើងដែលមានឈ្មោះ product បន្ទាប់គឺទៅលើ primary key ហើយបន្ទាប់ចុងក្រោយគឺ field-able បន្ទាប់បើយើងបានសរសេរ model ហើយយើងចូលទៅកាន់ migration ដែលយើងសរសេរហ្នឹងគឺដើម្បីបង្កើត table field ទៅកាន់ database ដែលយើងដាក់ product name ជា string
and then គឺនេះគឺសក្តិឲ្យយើងដោយសារយើងប្រើ tool AI អញ្ចឹងមាន field ប៉ុណ្ណឹងបន្ទាប់មកយើងចូលទៅកាន់ .env ដើម្បីយើង set up database របស់យើងជា default របស់វាគឺដំបូង database វាគឺ SQLite ឥឡូវខ្ញុំដូរទៅជា MySQL ដោយខ្ញុំ DB database ហ្នឹងគឺជាឈ្មោះ database របស់យើងខ្ញុំដាក់ testing API ហើយ port ខ្ញុំដាក់ 30308 ហើយខ្ញុំមាន password ដោយសារខ្ញុំប្រើ MySQL បន្ទាប់ហ្នឹងគឺយើងធ្វើការ migration ដោយយើងប្រើ command line PHP artisan migrate ហើយកន្លែងនេះគឺគេសួរយើងចង់បង្កើតនៅក្នុង table ក្នុង database ហ្នឹងដែរទេមកយើង set yes បន្ទាប់នេះគឺយើង install API ដែលសម្រាប់ធ្វើការធ្វើ route API ទៅពេលដែលយើង install កន្លែងហ្នឹងគឺវា install បង្កើត file មួយនៅក្នុង route ដែលជា file API.php សម្រាប់ឲ្យយើងសរសេរ route មួយចំនួនដែលយើងបានកំណត់នៅក្នុង controller ដែលជា API ដែលយើង response ជា JSON ដើម្បីយើងបាន file មួយដែលមាន API.php យើងអាចលុបខាងលើចោលហើយយើងតែកន្លែងនេះគឺខ្ញុំអត់បានបង្កើត controller អញ្ចឹងខ្ញុំសូមទៅបង្កើត controller សិនតែដំបូងយើងប្រើ command line ដែល PHP artisan make controller យើងសរសេរ API ដែល API នេះខ្ញុំដាក់វាជា folder main folder ទេហើយបន្ទាប់មកយើងដាក់ slash product controller កន្លែងនោះមានបញ្ហាដោយសារខ្ញុំសរសេរខ្វះកន្លែង controller បន្តិចតួចហើយបន្ទាប់មកក៏ដក API អញ្ចឹងមានន័យថា file ហ្នឹងគឺកន្លែងនេះខ្ញុំរកកន្លែងខុសឃើញអញ្ចឹងក៏ខ្ញុំដាក់ slash ដក API មានន័យថា file ហ្នឹងគឺគេ generate code មកស្រាប់ឲ្យយើងមកសម្រាប់សរសេរលើ API ដែលមាន function index store show update delete នៅក្នុងនោះស្រាប់អញ្ចឹងក៏ខ្ញុំសរសេរ code មកបន្តហ្នឹងដែល return response JSON ហើយខ្ញុំហៅ model របស់ product ហើយខ្ញុំចុចពីរដង all មានន័យថាយើងយក data ដែលនៅក្នុង product ហ្នឹងទាំងអស់ហើយយើងដាក់200ហ្នឹងមានន័យថា status success 200បន្ទាប់មកយើងធ្វើការដាក់ route វានៅក្នុង API.php ដែលយើងហៅ route ហើយយើងហៅ method get មកបន្ទាប់មកយើងដាក់ slash product then ក្បៀសហើយយើងហៅcontroller របស់ product នឹងមកមួយតមកចុច2 class ហ្នឹងមានន័យថា function ឈ្មោះអីដែលខ្ញុំដាក់ដំបូងគឺ index ខ្ញុំសេតែប៉ុណ្្នឹងហើយខ្ញុំចូលទៅកាន់ postman ដើម្បី route ទៅកាន់ API របស់ product អានេះខ្ញុំធ្លាប់ធ្វើពីមុនឥឡូវខ្ញុំសូមលុបចេញគឺយើងទុកតែ API គឺដល់ពេលដែលយើង point ទៅ API គឺយើងប្រើ local host របស់យើងហើយយើង API ហើយនឹងឈ្មោះ slash ដែលយើងដាក់មិញហ្នឹងនៅក្នុង route យើង point មកគឺឃើញមានថាអត់មានទិន្នន័យប៉ុន្តែយើងឃើញ status 200នៅក្នុងហ្នឹងដែលវាសូមមកថាអូខេអញ្ចឹងជាបន្ទាប់ខ្ញុំសូមបង្កើត generate data មួយចំនួននៅក្នុង navigation បន្ទាប់មកខ្ញុំ generate 5 data 5 table ខ្ញុំក៏យកមកបង្ហាញនៅនីតិបន្ទាប់ដោយការ generate navigation ហ្នឹងគឺយើង generate 5 table ដែលយើង migrate មិញហ្នឹងគឺវាចូល data មកក្នុងហ្នឹងហើយខ្ញុំធ្វើការ generate data អញ្ចឹងក៏ឃើញ5 table នៅពេលដែលខ្ញុំ point ទៅកាន់ម្ដងទៀតគឺ data ហ្នឹងនឹង load ចូលមកនៅក្នុង postman ដែរគឺវាសូបែបហ្នឹងគឺជា JSON ដែលយើងអាចសរសេរ API ហើយវាគឺជា JSON មួយដែលយើងអាចធ្វើ method get post put delete បានដែលយើងអាច update delete ឬក៏ធ្វើ method អីផ្សេងៗទៅវាបានឥឡូវជាខ្ញុំមានតែប៉ុណ្្នឹងទេថ្ងៃនេះសូមអរគុណជម្រាបលា